ធ្លាប់ឆ្ងល់ទេថាហេតុអ្វីមួយសប្តាហ៍មាន7ថ្ងៃនេះជាប្រភពដើមអំពីមួយសប្តាហ៍មាន7ថ្ងៃដែលត្រូវបានចារឹកនៅក្នុងប្រវត្តិសាស្ត្របុរាណនិងកើតពីការសង្កេតផ្កាយលើមេឃរឿងនេះចាប់ផ្ដើមចេញពីជនជាតិបាប៊ីឡូនដែលជាអរិយធម៌បុរាណដែលគេស្គាល់ថាជាចំណេះដឹងជឿនលឿនខ្លាំងអំពីផ្កាយពួកគេក៏ជាអ្នកដំបូងគេដែលទទួលយករយៈពេល7ថ្ងៃមួយសប្តាហ៍ពួកគេបានកត់សម្គាល់នៅអ្វីដែលពិសេសអំពីលេខ7វាត្រូវគ្នានឹងភពនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងទាំង7ដែលអាចមើលឃើញដោយភ្នែកទទេគឺព្រះអាទិត្យព្រះច័ន្ទភពពុទ្ធភពសុក្រភពអង្គារភពព្រហស្បតិ៍និងសៅរ៍ការចាប់អារម្មណ៍នេះបាននាំឲ្យពួកគេបែងចែកប្រតិទិនរបស់ពួកគេទៅជាមួយសប្តាហ៍មាន7ថ្ងៃជនជាតិ Hebrew ដែលទទួលឥទ្ធិពលពីវប្បធម៌បាប៊ីឡូនក៏ទទួលយកមួយសប្តាហ៍7ថ្ងៃផងដែរក្នុងគម្ពីរ Bible ក៏បាននិយាយអំពីការធ្វើការ6ថ្ងៃហើយឈប់សម្រាកនៅថ្ងៃទី7ថ្ងៃឈប់សម្រាកដ៏ពិសិដ្ឋនេះដែលគេស្គាល់ថាជាថ្ងៃសម្បត្តិបានក្លាយជាមូលដ្ឋានគ្រឹះនៃទំនៀមទម្លាប់របស់ជនជាតិយូដាហើយបានពង្រឹងគំនិត7ថ្ងៃក្នុងមួយសប្តាហ៍គំនិតនៃវត្តដាក់មួយសប្តាហ៍មាន7ថ្ងៃជាមួយនឹងថ្ងៃឈប់សម្រាកមួយថ្ងៃនេះមានឥទ្ធិពលនៅក្នុងវប្បធម៌និងសាសនាជាច្រើនជនជាតិរ៉ូមបានប្រើប្រតិទិនមួយសប្តាហ៍មាន8ថ្ងៃដែលភ្ជាប់ទៅនឹងការវិភាគទីផ្សាររបស់ពួកគេប៉ុន្តែនៅសតវត្សទី4នៃគ្រិស្តសករាជអធិរាជ Constantine បានទទួលយកប្រតិទិនមួយសប្តាហ៍មាន7ថ្ងៃដែលលាយបញ្ចូលប្រពៃណីរបស់ជនជាតិយូដាបាប៊ីឡូននិងគ្រិស្តសាសនាជនជាតិរ៉ូមថែមទាំងដាក់ឈ្មោះជាថ្ងៃតាមទេវៈទាក់ទងនឹងភពក្នុងប្រព័ន្ធព្រះអាទិត្យ Dies Solis ថ្ងៃអាទិត្យឬថ្ងៃនៃព្រះអាទិត្យ Dies Lunae ថ្ងៃច័ន្ទឬថ្ងៃព្រះច័ន្ទ Dies Martis ថ្ងៃអង្គារឬ Mars Day Dies Mercury ថ្ងៃពុធឬ Mercury Day Dies Jovis ថ្ងៃព្រហស្បតិ៍ឬ Jupiter Day Dies Veneris ថ្ងៃសុក្រឬ Venus Day Dies Saturni ថ្ងៃសៅរ៍ឬ Saturn Day ឈ្មោះទាំងនេះនិងបម្រែបម្រួលរបស់ពួកវាត្រូវបានឆ្លងកាត់ជាច្រើនសតវត្សមកហើយនៅតែត្រូវបានប្រើប្រាស់ក្នុងភាសាជាច្រើននាពេលបច្ចុប្បន្ននេះវាពិតជាអស្ចារ្យណាស់ក្នុងការគិតថារចនាសម្ព័ន្ធពេលវេលាដ៏សាមញ្ញនេះកើតចេញពីការមើលផ្កាយនិងជំនឿពីបុរាណបានកំណត់ពីរបៀបដែលយើងរស់នៅធ្វើការនិងសម្រាប់រាប់ពាន់ឆ្នាំ